ណៈពេលនេះនៅព្រៃច័ន្ទនៅច្រកបឹងតគួនគឺកាន់តែឡើងកម្ដៅហើយបងប្អូនមិនទាន់មានសញ្ញាណាមួយដែលគិតថាអន់ថយការប្រយុទ្ធនោះទេបងប្អូនហេតុអ្វីបានជាពួកសៀមវាចូលចិត្តបុកច្រកហ្នឹងបងប្អូនតែនេះតាមអ្វីដែលខ្ញុំសង្កេតឃើញគឺពួកសៀមគឺវាចង់ធ្វើសង្គ្រាមវាទីបងប្អូនសង្គ្រាមវាទីដើម្បីរកកន្លែងទីតាំងឈរជើងរកទីតាំងកន្លែងឈរជើងឲ្យបានប៉ុន្តែទោះបីយ៉ាងណារយៈពេលប្រហែលថ្ងៃនេះគឺពួកសៀមបុកមិនចូលទេបងប្អូនបុកអត់ចូលទេចូលមកបានហើយ2 3ម៉ោងយើងលេង BM21 ទៅប្រហែលកញ្ច្រែកដកទៅវិញអស់អញ្ចឹងវាស្អែកឡើងព្យាយាមបុកមកស្អែកឡើងព្យាយាមបុកមកទៀតបានយើងដកថយអានេះយើងដកថយហើយលេងទៅប្រហែលកញ្ច្រែងទៀតគឺវាថយទៀតបងប្អូនសារកងទ័ពយើងគឺអង្គអាចក្លាហានមានបច្ចេកទេសត្រឹមត្រូវមិនមែនចេះទីបាញ់បរោះទេបងប្អូនហើយនេះគឺជាសៀមគឺជាយុទ្ធសាស្ត្រសៀមគឺចង់បានទីតាំងបងប្អូនចង់បានទីតាំងឈរជើងឃើញវាប្រឹងបុកអត់បងប្អូនវាប្រឹងបុកវិទីដើម្បីរកបានចង់បានកន្លែងទីតាំងឈរជើងប៉ុន្តែទោះបីយ៉ាងណាក៏មិនអាចឈរជើងបានដែរបងប្អូនដោយសារតែភាពអង្អាចវិរៈកងទ័ពរបស់យើងនិងថ្នាក់ដឹកនាំរបស់យើងជាទៅច្បាស់មានយុទ្ធសាស្ត្រច្បាស់ធ្វើឲ្យពួកសៀមចូលមកអាំផ្លែតចាប់ដើមដកថយទៅវិញហើយសាកសពនឹងកងបងប្អូនសាកសពហេតុអីបានសាកសពច្រើនដោយសារចូលមកតបបានយើងប្រឡែងទៅប្រហែលកញ្ច្រែងខ្ទេចដល់អញ្ចឹងគឺវាមិនអស់ចិត្តទេបងប្អូនហើយស្អែកឡើងនេះគឺជាស្អែកឡើងវាបុកមកទៀតដើម្បីមកយកខ្មោចគ្នាវាទេបងប្អូន